នៅក្នុងវីដេអូនេះយើងនឹងធ្វើដំណើរទៅកាន់ទីក្រុង Bruges ដែលជាទីក្រុងបុរាណដ៏ស្រស់ស្អាតមួយនៅក្នុងប្រទេស Belgium សួស្តីនិងស្វាគមន៍មកកាន់ Vlog ទៅលេងទ្វីបអឺរ៉ុបជាមួយខ្ញុំបាទកុកហួងនិងភរិយារបស់ខ្ញុំសេរីរិទ្ធនៅរដូវក្តៅមុនយើងបានធ្វើដំណើរទៅកាន់ប្រទេសទាំង5នេះក្នុងរយៈពេល10ថ្ងៃនិងចាប់ផ្ដើមពីប្រទេស Belgium ហើយនៅក្នុងវីដេអូនេះយើងនឹងណែនាំបងប្អូនពីមធ្យោបាយធ្វើដំណើរទៅដល់ទីក្រុង Bruges នេះរបៀបទិញសំបុត្ររថភ្លើងឲ្យអស់លុយតិចកន្លែងដើរលេងស្អាតៗនៅ Bruges ម្ហូបអាហារដែលយើងបានសាកល្បងនិងរូបថតខ្លះៗដែលយើងបានថតផងដែរកុំបង្អង់យូរតោះមកទស្សនា Vlog នេះទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី2របស់យើងនៅ Belgium ហើយយើងបានសម្រេចថាយើងនឹងទៅដើរលេងនៅក្រៅទីក្រុងធំម្ដងដូច្នេះយើងបានងើបរៀងព្រឹកបន្តិចដើម្បីមកស្ថានីយ៍រថភ្លើងទិញសំបុត្រព្រោះថាយើងអត់បានកក់សំបុត្រទុកមុននោះឡើយម្យ៉ាងវិញទៀតខ្សែរថពី Brussels ទៅ Bruges នេះគឺមានច្រើនគួរសមដែរការដែលយើងពុំបានទិញសំបុត្រទុកមុននេះបែរទៅជាជួយឲ្យយើងសន្សំសំចៃថ្លៃសំបុត្ររថភ្លើងទៅវិញចាំពេលឡើងដល់រថភ្លើងចាំខ្ញុំប្រាប់ពីមូលហេតុឥឡូវនេះយើងកំពុងនៅតាមរថភ្លើងពីទីក្រុង Brussels ទៅ Bruges ពីរថភ្លើងដែលយើងកំពុងជិះនេះដែរគឺជារថភ្លើង First Class យើងសម្រេចទិញ First Class ដោយសារតែថ្ងៃនេះជាថ្ងៃអាទិត្យជាថ្ងៃចុងសប្តាហ៍អញ្ចឹងនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ពីថ្ងៃសៅរ៍អាទិត្យគឺវាមាន discount 50% ទៅលើសំបុត្ររថភ្លើងទៅមកអញ្ចឹងបើអ្នកទាំងអស់គ្នា plan ទៅលេង Bruges ហ្នឹងពី Brussels ហ្នឹង just get a weekend ticket ហ្នឹងគឺវាចំណេញអញ្ចឹងយើងអាច experience first class ហ្នឹង first class នេះដែរគឺ window វាជា panoramic window អញ្ចឹងយើងអាចមើលឃើញទេសភាពស្អាតហើយវាអត់សូវ crowded ហើយវាស្ងាត់បើយើងជិះ second class គឺម្នាក់ផ្សេងអាចជិះច្រើនអញ្ចឹង recommend first class experience so far not bad ចំពោះតែភ្លើងនេះគឺវាមានរយៈពេល1ម៉ោងពី Brussels ទៅ Bruges នឹងដែរយើងបានមកដល់ទីក្រុង Bruges ហើយពេលនោះយើងបានទៅរកបញ្ចុះ Tourist Information ដើម្បីសួរព័ត៌មានរកទិញផាសនិងសំបុត្រឡានក្រុងនៅទីនោះតែបុគ្គលិកនៅបញ្ចុះ Tourist Information គាត់បានសួរយើងវិញថាតើអ្នកឯងទិញសំបុត្រឡានក្រុងធ្វើអ្វីនៅទីនេះគេដើរលេងទើបសប្បាយហើយអត់មានអ្នកជិះឡានទេដូច្នេះគាត់ក៏ឲ្យផែនទីមួយមកយើងនេះឥឡូវភរិយាខ្ញុំកំពុងមើលផែនទីនិងនាំផ្លូវយើងហើយផែនទីនេះក៏មានប្រយោជន៍ផងដែរព្រោះថាវាបានបង្ហាញពីផ្លូវណាដែលគួរដើរនិងចាប់ផ្ដើមនិងជាពិសេសប្រាប់ពីកន្លែងសំខាន់ៗនៅក្នុងទីក្រុងនេះផងដែរយើងបានមកដល់ប៉ម Potterian ដែលស្ថិតនៅជាប់មាត់បឹង Minne Water Lake of Love ឬបឹងនៃក្តីស្រឡាញ់ជាមួយនឹងផើងផ្កាដែលគេដាក់តាំងលម្អនេះពិតជាស្រស់ស្អាតជាខ្លាំងយើងក៏បានឈប់មួយសន្ទុះដើម្បីថតរូបយើងបានបន្តដំណើរនិងគយគន់ទេសភាពនៅតាមមាត់បឹងនេះនៅក្នុងទីក្រុងនេះយើងក៏អាចជួលរទេះសេះជិះបានផងដែរឥឡូវយើងបានមកដល់ក្រុងបុរាណគេហើយដោយដែលបងបុគ្គលិកនៅបញ្ចូល Tourist Information បានប្រាប់មកយើងអញ្ចឹងនៅក្នុងក្រុងបុរាណនេះសឹងតែ 90% ភ្ញៀវទេសចរធ្វើដំណើរដោយថ្មើរជើងដែលភ្ញៀវទេសចរខ្លះគាត់ជិះរទេះសេះនិងភ្ញៀវទេសចរខ្លះគាត់ជិះទូកទេសចរកម្សាន្តដំបូងយើងមករកទិញកាហ្វេនៅហាងកាហ្វេមួយនេះតែដោយសារគេអត់មានកន្លែងអង្គុយទើបយើងបន្តទៅកន្លែងផ្សេងទៀត
ថ្មីៗរបស់ខ្ញុំបន្តទៀតសូមបងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងមកដល់កន្លែងនេះគេមាន Weekend Market ដែលមានលក់ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទនៅទីក្រុងនេះក៏សម្បូរទៅដោយព្រៃជីកផងដែរដូច្នេះមានភ្ញៀវទេសចរជាច្រើនបានជួលទូកទេសចរដើម្បីជិះមើលក្រុងបុរាណនេះតាមគង្គាហើយហត់កន្លែងនេះកន្លែងគេល្បីទៅឈ្មោះមកទៅអានអត់ដែរចាំឲ្យ Google ឡើងណា Rosenhood Kai ក្រុង Buges នៅទីក្រុង Buges ទៅដែរ See the view Yeah ឥឡូវថ្ងៃរៀងជ្រេកបន្តិចហើយយើងក៏រៀងឃ្លានបន្តិចដែរអញ្ចឹងយើងបានមកទិញដំឡូងបារាំងបំពស់មកញ៉ាំបន្តិចសិនព្រោះថាយើងមានគម្រោងទៅទទួលទានអាហារថ្ងៃត្រង់នៅហាង Viral មួយកន្លែងនៅទីនេះដែរយើងបានមកដល់ហាង Viral នេះហើយដែលមានឈ្មោះថា The Spot ដែល waffle ដែលគាត់លក់ហ្នឹងគឺល្បីដល់ចុះកាសែតទៀតផងតាមពិតទៅយើងចង់មកសាក waffle ទេតែអ្នកលក់គាត់លក់ដាច់ពេកតាំងពីព្រលឹមមកអញ្ចឹងគាត់បានឈប់ទទួលការកម្មង់ទៀតហើយតែគាត់នៅលក់ទ្រីងឲ្យយើងហើយយើងបានកម្មង់កាហ្វេនិង matcha មកសាឡបងសម្រាប់ matcha នៅទីនេះគឺអត់សូវឆ្ងាញ់នោះឡើយយើងបានដើររកហាងអាហារថ្ងៃត្រង់ផ្សេងទៀតយើងបានមកដល់ហាងមួយនេះដែលមានម្ហូបដែលយើងចង់សាកល្បងដូចជា beef stew និង maso soup នេះអញ្ចឹង maso នៅហាងនេះស្រស់ៗនិងឆ្ងាញ់ជាខ្លាំងយើងចូលចិត្ត creamy garlic soup ដែលមកជាមួយ maso soup នេះជាខ្លាំងផងដែរឥឡូវយើងបានមកដល់ The Market ឬ Market Square ដែលជាទីលានកណ្ដាលនិងធំជាងគេនៅ Bruges នេះឥឡូវនេះយើងនៅ Market Square នៅ Bruges នៅទីលាននេះមានដូចជាអគារបុរាណនិងភោជនីយដ្ឋានជាច្រើននៅជុំវិញបងប្អូនអាចមកអង្គុយលេងញ៉ាំអីផូបភេសជ្ជៈឬស្រាបៀរនៅទីនេះបានតែខ្ញុំអត់សូវ recommend ទេដោយសារហាងនៅម្ដុំនេះថ្លៃជាងហាងដែលនៅតាមផ្លូវតូចៗយើងបានបន្តដំណើរទៅកន្លែងមួយទៀតដែលស្ថិតនៅរៀងឆ្ងាយបន្តិចតែស្រស់ស្អាតនិងមិនខកបំណងឡើយយើងបានមកដល់សួននៅជាយក្រុងបុរាណដែលនៅម្ដុំនេះមាន windmill ចំនួន4ដោយសារពេលខ្លីយើងបានមកមើលតែ windmill មួយនេះទេដែលមានឈ្មោះថា Bonnet Share Mill
បន្ទាប់មកយើងបានហៅ Uber ជិះទៅស្ថានីយ៍រថភ្លើងវិញព្រោះថាបើយើងដើរទៅវិញគឺយើងត្រូវចំណាយពេលរហូតដល់ជាង40នាទីឯណោះយើងបានមកដល់ស្ថានីយ៍ Bruges វិញហើយឃើញថាមានមនុស្សមករងចាំច្រើនគួរសមដែរឥឡូវយើងបានមកដល់ទីក្រុង Brussels វិញហើយដោយដែលខ្ញុំបានប្រាប់ពី vlog ភាគទី1អញ្ចឹងរដូវក្តៅនៅទីនេះគឺថ្ងៃលិចយប់មែនទែនដូច្នេះយើងមានពេលវេលាច្រើនដើម្បីដើរលេងពេលថ្ងៃយើងបានមកដល់ផ្សារដ៏ស្រស់ស្អាតមួយនេះដែលមានឈ្មោះថា Royal Gallery of St. Hubert ដែលមានលក់ទំនិញប្រណិតជាច្រើនប្រភេទផងដែរហើយជាពិសេសនៅទីនេះក៏មានរោងមហោស្រពដ៏ធំមួយឈ្មោះថា Theatre de Galerie ដែលបងប្អូនអាចទិញសំបុត្រចូលទស្សនាshowផ្សេងៗបានប៉ុន្តែគេនិយាយតែភាសាបារាំងទេយើងបានមកសាកល្បង Belgian waffle នៅហាងនេះម្ដងនិយាយទៅ waffle នៅ Belgium នេះគឺឆ្ងាញ់ខ្លាំងហើយមិនគួររំលងទេឲ្យតែយើងឆែកមើល rating ហាងណាដែលមាន rating ខ្ពស់មុនចូលទិញទៅគឺមិនងាយខកបំណងឡើយចុងក្រោយយើងក៏បានត្រឡប់មក Grand Place នេះម្ដងទៀតមុននឹងត្រឡប់ទៅសន្តាគារវិញព្រោះថាទីនេះស្រស់ស្អាតជាខ្លាំងនៅពេលយប់យើងអាចរីករាយនឹងទេសភាពនៅទីនេះនៅយប់ចុងក្រោយនៅ Brussels ផងដែរអរគុណដែលបានទស្សនាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងនឹងជួបគ្នានៅវីដេអូក្រោយLet it sit, let it wash over, let it rip, let the cost fall off your shoulder. We take the hit.